នេះបងប្អូនសម្រាប់តិចនិចយកប្រភេទតាជាក្រាញ់សាច់ផុយនេះសម្រាប់តិចនិចនៅក្នុងហាងម៉ាក់បេឡាបងប្អូនសម្រាប់ប្រភេទតាជាក្រាញ់ផុយបងប្អូនចាគឺយើងត្រូវការយកដៃថ្នមខ្លាំងមែនតែនបើយើងចេះតែឆ្កឹះបុករកតានាណាដឹងតែឈាមហើយយកអត់បានទៀតអញ្ចឹងសម្រាប់បងទាំងអស់គ្នាដែលគាត់ស្ទើរជំនាញឬក៏បងប្អូនទាំងអស់គ្នាចង់រៀនផ្នែកតាជាក្រាញ់គាត់អាចមករៀនបានណាយើងនៅបើកវគ្គបរិញ្ញារហូតតែម្ដងទទួលរាល់ថ្ងៃពីយើងឆ្កឹះថ្នមវាចាញ់មកហើយបងប្អូននេះបងប្អូនយើងធ្វើការយកកន្ត្រៃអត់សូវម៉ត់យកមកទាញបងប្អូនដើម្បីយកប្រភេទស្បែកស្វិតហើយស្បែកផុយនឹងបានណាបងប្អូនចាបានម្ដុំមកគឺគាត់ស្រឡះហ្មងបន្ទាប់ពីយើងឆ្កឹះបានម្ដុំប៉ុណ្ណានៃអញ្ចឹងហើយបងប្អូនគិតថាអស់មែនទេអត់អស់ទេនៅសល់ខ្នែងនៅខាងក្នុងនឹងទៀតសម្រាប់ខ្នែងខាងក្នុងរៀងស្ពិតគូសមដែរព្រោះដោយសារតែជើងគាត់ធ្លាប់ធ្វើពីកន្លែងផ្សេងមកភាគច្រើនជើងដែលធ្លាប់ធ្វើនៅកន្លែងផ្សេងហើយមកហាងម៉ាក់បេឡាគឺរៀងពិបាកធ្វើបន្តិចដោយសារតែជំនាញខាងផ្សេងគឺអត់ដូចគ្នាពីម៉ាក់បេឡាអញ្ចឹងណារួចទៅគេឆ្កឹះញុកទៅខាងក្នុងអញ្ចឹងទៅធ្វើឲ្យយើងពិបាកយកខ្លាំងមែនតែនបងស្រីពេលគាត់មកគាត់ថាគាត់អួលណែនឈឺចាក់ហ្មងហើយគាត់ប្រាប់យើងទៀតថាជើងមកគាត់ពិបាករកជាងខ្លាំងមែនតែនតម្រាំតកាត់បានណាឈាមហូរដូចទឹកអញ្ចឹងឆ្កឹះអត់អស់ហើយនៅឈឺនៅហើមទៀតឥឡូវគាត់បានសម្រេចចិត្តអញ្ជើញមកក្នុងហាងម៉ាក់បេឡាបងប្អូនគាត់កាត់ហើយគាត់ថាធូរស្លាអស់ហ្មងហើយសម្រាប់បងទាំងអស់គ្នាដែលគាត់មកជើងហើមខ្លាំងកប់ខ្លាំងនៅសល់កញ្ចក់ទាំងអស់ហ្មងសល់ស្បែកសល់កញ្ចក់កាត់ធ្លាប់កាត់គេពីមុនមកការងារគេធ្លាប់ធ្វើពីមុនមកហើយមកធ្វើនៅយើងបងប្អូនអាហ្នឹងគឺរៀងពិបាកធ្វើហើយបងទាំងអស់គ្នាក៏រៀងឈឺដែរអញ្ចឹងបងប្អូនត្រូវតែទទួលស្គាល់ថាជើងតែមានបញ្ហាហើយយើងធ្វើតាមក្រោយក៏វារៀងយ៉ាប់បន្តិចដែរបងប្អូនតែសម្រាប់ខាងយើងគឺព្យាយាមធ្វើដៃស្រាលព្យាយាមយកឲ្យអស់ព្យាយាមធ្វើឲ្យស្អាតដើម្បីឲ្យបងទាំងអស់គ្នាទៅវិញបានជាជើងជាតាជាក្រាញ់អញ្ចឹងសម្រាប់ជើងរបស់គាត់នេះអត់តន់អស់ទេបងប្អូននៅស្បែកបន្តិចទៀតអញ្ចឹងមិនថាការប៉និតការឆែកនេះគឺសំខាន់បំផុតហ្មងឲ្យតែខាងយើងរៀងសង្ស័យគឺយើងឆែកមើលឲ្យថាជើងគាត់មិនដែរនេះបងប្អូនអើយពេលដែលយើងឆែកមើលគឺយើងឃើញថានៅសល់ម្ដុំទៀតហើយគល់ម្ដុំទៀតនឹងធ្វើឲ្យគាត់នឹងមានអារម្មណ៍ថានៅណែនណាអញ្ចឹងយើងឆែកមើលធ្វើម៉េចមើលអស់ឲ្យគាត់មានអារម្មណ៍ថាធូរហ្មងអញ្ចឹងការធ្វើគឺយើងត្រូវសួរភ្ញៀវដែរហើយក៏យើងត្រូវមើលទៅតាមជាក់ស្ដែងទៅតាមនឹងដែរនេះ